នោះហើយថៃគ្រងវាយកផ្នែកខ្លះនៃគុំថ្មដាខេត្តពោធិ៍សាត់នឹងបានផ្ទុះអាវុធមួយគ្រាប់នៅព្រឹកថ្ងៃទី19នេះប៉ុន្មានថ្ងៃកន្លងមកនេះមានប្រភពព័ត៌មានពីខាងភាគីថៃថាយោធាពួកគេនឹងវាយកផ្នែកខ្លះនៃគុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ពិសេសនៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025ប៉ុន្តែដល់ថ្ងៃទី17វិច្ឆិកាយោធាថៃបានបដិសេធថាពួកគេមិនមានគម្រោងវាយតំបន់ថ្មដាដោយសារព័ត៌មានបានចុះផ្សាយនោះទេទោះជាយ៉ាងណាមាត់ថាដៃលូកជាចរិតពិតរបស់ចៅឈ្លានពានសៀមដែលតែងតែចិញ្ចឹមចិត្តចង់បានទឹកដីដែនអធិបតេយ្យរបស់កម្ពុជាដោយមិនខ្លាចញញឹកច្បាប់អន្តរជាតិឬមហាអំណាចណាឡើយមិនតែប៉ុណ្ណោះថៃក៏ឃ្លានមិនគោរពកិច្ចព្រមព្រៀងសន្តិភាពនៅកូឡាឡាំពួរនោះឡើយជាក់ស្ដែងពេលកន្លងមកថៃបានដាក់រាជបណ្ដាលួសនិងឈូសផ្លូវចូលមកគៀកព្រំដែននៅតំបន់ថ្មដាបង្កឲ្យមានអរិយភាពកើតឡើងជាបន្តបន្ទាប់យោងតាមប្រភពប្រជាពលរដ្ឋដែលរស់នៅតំបន់ថ្មដាបានប្រាប់សារព័ត៌មានយើងថានៅព្រឹកថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 9:10 នាទីព្រឹកខាងថៃបានចល័តរថយន្តភីងអាក់មួយគ្រឿងនិងកម្លាំងថ្មើរជើងចំនួន35នាក់មកទីតាំងខាងក្រោយរបស់វានៅទល់មុខប៉ុស្តិ៍អូភ្លុកដំរីក្នុងឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់វេលាម៉ោង 10:20 នាទីព្រឹកមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសកម្ពុជាដឹកនាំដោយប្រទេសម៉ាឡេស៊ីដែលមានការសម្របសម្រួលពីក្រសួងការពារជាតិបានចុះពិនិត្យផ្ទាល់នៅតំបន់ព្រំដែនច1ច្រកជ័យជំនះដែលភាគីថៃបានធ្វើសកម្មភាពរាជបណ្ដាលួសនិងប្រើគ្រឿងចាក់ឈូសឆាយផ្លូវវាយព្រៃធ្វើលេនដ្ឋានរឹងមាំស្រាប់តែនៅវេលាម៉ោង 11:08 នាទីព្រឹកស្របពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT កំពុងធ្វើការត្រួតពិនិត្យភាគីថៃបានផ្ទុះអាវុធចំនួន1គ្រាប់ដោយបាញ់សម្ដៅមកលើក្រុម AOT តែមិនមានគ្រោះថ្នាក់ដល់ខាងយើងនិងក្រុម AOT ឡើយនេះក៏បញ្ជាក់ឲ្យឃើញថាថៃគឺនឹងអ្នកសង្កេតការណ៍បាត់ឈប់បាញ់អាស៊ាន AOT និងរំលោភសិទ្ធិពេញទីមិនកោតញញើតអន្តរជាតិឬមហាអំណាចណាឡើយ